យើងអាចមានសំណួរមួយថាចឹងបើវិញនេះអញ្ចឹងតើយើងសួរថា ADHD និង autism វាដូចគ្នាទេបើពីរនេះហ្នឹងបើយើងស្ដាប់មើលទៅសឹងតែស្តីគ្នាទៅហើយក៏មានលោកលោកស្រីអាណាជីវ៉ាខ្លះថាអ្នកខ្លះក៏គាត់បានលើកថាអ្នកជំនាញខ្លះមួយចំនួនគាត់បានថានេះវាមកពីការមើលទូរស័ព្ទណានេះក៏មិនមានអ្នកណានិយាយភាសាហ្នឹងដែរពាក្យហ្នឹងដែរគឺមិនប្រកាសដូចគ្នាអញ្ចឹងវាចេញមកពីចំណុច1 2 3 4សឹងតែស្តីគ្នាអញ្ចឹងសួរថាតើវាដូចគ្នាដែរទេហើយបើមិនដូចគ្នាទេតើវាខុសនៅកន្លែងណាហើយបើវាដូចគ្នាដូចនៅកន្លែងណា ADHD និង autism គឺជាវាប្លាស់ខួរក្បាលប៉ុន្តែវាមានចំណុចមួយចំនួនដែលធ្វើឲ្យយើងមានការភ័ន្តច្រឡំថាវាមានភាពដូចគ្នាគេថា ADHD និង autism មិនដូចគ្នាទេទី1លក្ខណៈវិនិច្ឆ័យក៏ខុសគ្នាដែរ ADHD បញ្ហាចម្បងគឺកើតឡើងចេញពីការមិនយកចិត្តទុកដាក់ធ្វើសកម្មភាពហួសហេតុហួសប្រមាណអាកប្បកិរិយារពឹសរហ័សរហួនខ្លាំងពេកចំណែក autism បញ្ហាទំនាក់ទំនងសង្គមមិនសូវមានអត់មានទំនាក់ទំនងសង្គមទេការប្រស័យតាក់ទងគ្នាមានបញ្ហាអាកប្បកិរិយាដដែលចំណាប់អារម្មណ៍ធ្វើឲ្យលើទៅលើអ្វីមួយគឺមានកម្រិតមានគាត់លេងអានេះតិចគាត់ឆាប់អស់អារម្មណ៍ទៅនឹងមួយទៀតគាត់ចាប់អារម្មណ៍ទៅលើមួយមានកម្រិតចំណែក ADHD អាកប្បកិរិយារបស់គាត់គឺហួសកំប្រមាណហួសកម្រិតនៅអត់ស្ងៀមបាទមួយទៀត autism ពិបាកក្នុងការប្រស័យទាក់ទងគ្នា ADHD ក៏ពិបាកដែរប៉ុន្តែគាត់និយាយច្រើនទៅវិញឧទាហរណ៍ចឹងគាត់ទៅនិយាយនឹងចាំវេនគាត់ដល់វេនគាត់កាត់គេកាត់ឯងចឹងទៅបាទអញ្ចឹងសរុបសេចក្តីមកវិញថាតើដូចគ្នាអត់លោកសិស្សអាចពិចារណាខ្លួនឯងមួយទៀតទាក់ទងជាមួយនឹងការប្រស័យទាក់ទងគ្នា ADHD គាត់និយាយច្រើនហើយរំខានអ្នកអតីតនិច្ចកាលតែនិយាយរំខានកាត់គេកាត់ឯងប៉ុន្តែគាត់មិនខ្វះជំនាញសង្គមទេខ្ញុំសូមជម្រាបជូនថាគាត់មិនខ្វះជំនាញសង្គមអញ្ចឹងលោកសិស្សអាចសិក្សាបន្ថែមថាតើជំនាញសង្គមមានអីខ្លះស្អីគេជាជំនាញសង្គមហ្នឹងអញ្ចឹងជំនាញសង្គមរបស់កុមារដែលយើងថាកុមារទៅអភិវឌ្ឍផ្នែកជំនាញសង្គមទំនាក់ទំនងបង្កើតមិត្តភ័ក្តិបាទលេងជាមួយមិត្តភ័ក្តិបាទហើយទំនាក់ទំនងគ្នាប្រស័យទាក់ទងគ្នានេះគេហៅជំនាញសង្គមបាទជាឧទាហរណ៍ណាអញ្ចឹង ADHD ក៏អត់ខ្វះទេគាត់អាចទៅនិយាយជាមួយមិត្តភ័ក្តិគាត់បានធម្មតានិយាយទៅនិយាយមកប៉ុន្តែគាត់មិនចាប់អារម្មណ៍ក្នុងការនិយាយឧទាហរណ៍ចឹងហើយគាត់ទៅលេងជាមួយគេធម្មតាគាត់អត់បញ្ហាទេចំណែក autism វិញគឺមានគាត់ពិបាកយល់អំពីកាយវិការរបស់ដៃគូរបស់គាត់ទី2ប្រតិកម្មសង្គមរបស់គាត់អត់សូវមានទេគាត់អត់ចេះបង្កើតមិត្តភ័ក្តិទេគាត់ភាគច្រើនគាត់នៅតែឯងលេងតែឯងធ្វើអីតែឯងគាត់អត់ខ្វល់នឹងអត់ទេមួយទៀតបញ្ហាក្នុងការចាប់ផ្ដើមឬក៏ការសន្ទនាជាមួយមិត្តភ័ក្តិគាត់អត់មានទេគាត់អត់ចេះដោយសារគាត់ជួនកាលអ្នកខ្លះបាត់ភាសាអត់និយាយបានគាត់អត់និយាយជួនកាលគាត់និយាយបានតែគាត់មិននិយាយបាទនឹងទាក់ទងជាមួយនឹងការប្រស័យទាក់ទងគ្នាមួយទៀតខុសគ្នាយ៉ាងម៉េច ADHD មានបញ្ហាក្នុងការអនុវត្តតាមទម្លាប់មានថាងាយរំខានដោយការផ្លាស់ប្ដូរនៅមជ្ឈដ្ឋានណាមួយនៅអ្វីដែលមកប៉ះគាត់ងាកទៅព្រាមខ្ញុំធ្លាប់ឃើញក្មេងខ្លះគាត់អង្គុយក្នុងថ្នាក់អញ្ចឹងបាទគាត់អង្គុយនៅហ្នឹងប៉ុន្តែពេលគាត់រៀនណាគាត់មើលទៅខាងក្រៅទៅគាត់មើលជួនកាលគាត់អង្គុយគ្រូបញ្យល់គាត់ទៅមើលឃើញចាបគ្រូគាត់ឈរអង្គុយមើលចាបហ្នឹងទៅអារម្មណ៍គាត់ផ្ដោតទៅនឹងវិញមកស្ទូទៅងាកមកនេះទៅគាត់មើលទៅគាត់រំខានគាត់ទៅយករបស់គេទៅយករបស់គេហ្នឹងគឺ ADHD លឺសំឡេងបន្តិចគឺគាត់ងាកទៅហើយគាត់មើលអារម្មណ៍របស់គាត់ធ្វើចេញទៅក្រៅព្រួយអស់ចំណែក autism វិញមានថាតែគាត់ជាប់ចិត្តទៅលើអ្វីមួយហើយគឺគាត់មិនងាយនឹងដកខ្លួនចេញមកបានទេឧទាហរណ៍បើសិនជាគាត់ជាប់ចិត្តជាមួយនឹងការលេងបាល់ខ្ញុំធ្លាប់មានកុមារដែលគាត់មានបញ្ហាហ្នឹងគាត់នាំគាត់ទៅលេងនៅខាងក្រៅគាត់លេងបាល់ហ្នឹងគឺលេងតលឲ្យយើងទប់ឲ្យយើងទាញបាល់ចេញពីគាត់ហ្នឹងគឺគាត់ចាប់ដើមយំឲ្យអានីលគាត់យំគាត់ស្រែកហើយគាត់អានីលគាត់អត់ចង់ដកខ្លួនចេញពីហ្នឹងមានថាគាត់មិនអាចបញ្ឈប់ថាគាត់គួរតែឈប់លេងបាល់នៅពេលណាបានទេហើយប្រតិកម្មរបស់គាត់គឺអវិជ្ជមានចំពោះការផ្លាស់ប្ដូរសូមជម្រាបជូនលោកស្រីថាចេះអវិជ្ជមានចំពោះការផ្លាស់ប្ដូរមួយទៀតរំខានដោយការផ្លាស់ប្ដូរអវិជ្ជមានចំពោះការផ្លាស់ប្ដូរឧទាហរណ៍នៅក្នុងបន្ទប់គេងរបស់គាត់លោកស្រីមានដាក់ទូរទស្សន៍មួយហើយនៅលើតុទូរទស្សន៍នោះលោកស្រីមានដាក់កូនតុក្កតាពីរនៅសងខាងស្ដាំមួយឆ្វេងមួយណាហើយទៅមកខ្នើយរបស់គាត់លោកស្រីដាក់ឲ្យគាត់គេងហ្នឹងគាត់លោកស្រីបានក្រាលគួយនៅពីលើរាល់ថ្ងៃចឹងទម្លាប់របស់គាត់គឺចឹងសប្តាហ៍ថ្ងៃមួយគាត់ចូលក្នុងបន្ទប់គាត់ស្រាប់តែបាត់តុក្កតាមួយពីមុខទូរទស្សន៍
លោកស្រីគាត់ថាកុំដាក់មួយទូទួអីនាំមកបាំងទូទួបាក់កូនគាត់មើលបាក់កូនមើលអញ្ចឹងគាត់លោកស្រីលើកទូទួយកទៅដាក់នៅកន្លែងផ្សេងលើតុអេផ្សេងហ្នឹងទៅគាត់ចូលមកគឺគាត់អត់បានទម្លាប់នោះគឺមិនអាចផ្លាស់ប្ដូរគាត់បានទេគាត់ត្រូវតែយកតុកតាដើររកតុកតាណាយកមកដាក់នៅកន្លែងដដែលវិញឲ្យដូចដើមតែម្ដងបាទគឺគាត់អវិជ្ជមានប្រតិកម្មអវិជ្ជមានចំពោះការផ្លាស់ប្ដូរចឹងហើយបានក្នុងថ្នាក់រៀនមួយកុមារ ADHD គេមិនដែលឲ្យគាត់អង្គុយនៅកន្លែងមួយដែលងាយមានបរិស្ថានក្រៅមករំខានអារម្មណ៍របស់គាត់ទេពីពីច្រើនគាត់អង្គុយនៅកន្លែងមួយដែលមានចិត្តប្រអួយដែលមានចិត្តអីដល់ពុះតែចិត្តប្រអួយងាកមើលតែប្រអួយទេងាកមើលតែក្រៅទេបាទរំខានណាឲ្យតែមានដើរកាត់ទៅងាកអ្នកសេកយំតិចក៏ងាកគាត់អត់ចង់អារម្មណ៍បានទេនេះគឺជាចំណុចដែលខុសគ្នាចិត្តចំណុចស្តីគ្នាវិញយើងអាចនិយាយថាទាំងបញ្ហាផ្ដោតអារម្មណ៍អាចពេលខ្លះ ADHD ជាមួយនឹង autism គឺអាចមានបញ្ហាក្នុងការផ្ដោតអារម្មណ៍ដូចមិនផ្ដោតអារម្មណ៍ទេប៉ុន្តែគាត់ផ្ដោតគាត់ជំនាញគាត់អាចធ្វើផ្សេងបានតែ autism អត់ទេគាត់អត់ផ្ដោតអារម្មណ៍តែម្ដងសិនតែពេលហៅគាត់ឆ្លើយផងចង់និយាយមួយគាត់ទៅទាញគាត់មកមុខហើយចង់ឲ្យគាត់ធ្វើមួយគាត់ត្រូវទៅប្រាប់គាត់ហាញគាត់ផងបញ្ជូលគាត់ផងទៅបាយធ្វើបានអញ្ចឹងអ្នក autism អាចផ្ដោតអារម្មណ៍ខ្លាំងទៅលើចំណាប់អារម្មណ៍របស់ពួកគេចំណែក ADHD ពិបាកផ្ដោតអារម្មណ៍ជាទូទៅ autism បើគាត់ចាប់អារម្មណ៍ទៅលើប៊ិចនេះមួយវិញគឺគាត់ផ្ដោតអារម្មណ៍ខ្លាំងមែនទែនតែម្ដងប៉ុន្តែបើ ADHD គឺអត់ទេពិបាកណាស់ទៅលើការផ្ដោតអារម្មណ៍ទៅលើការផ្ដោតអារម្មណ៍ទូទៅគឺពិបាកទី2បញ្ហាសង្គមទាំងពីរនេះអាចមានបញ្ហាសង្គមនិងទំនាក់ទំនងមិត្តភក្តិដូចគ្នាប៉ុន្តែគ្រាន់តែមូលហេតុខុសគ្នាយ៉ាងម៉េច ADHD គាត់អាចមានបញ្ហាទំនាក់ទំនងในសង្គមដែរជាមួយមិត្តភក្តិចំណែក autism ក៏អាចដែរតែ autism គឺគាត់អាចធ្ងន់ធ្ងរជាង ADHD មួយទៀតទាំង3ហ្នឹងបញ្ចូលគ្នាមកកុមារ autism ក៏អាចមាន ADHD ផងដែរអញ្ចឹងណាមានថា autism ក៏អាចមានបញ្ហា ADHD នៅក្នុងកុមារ autism ដែរអញ្ចឹងតើយើងគួរតែធ្វើយ៉ាងម៉េចបាទជាទូទៅដូចខ្ញុំបានប្រាប់ហើយថា ADHD គឺគាត់រពឹសហួសហេតុគាត់បាត់រងចាំអាកាសរ៉ាប់វេនមកគាត់និយាយកាត់គេកាត់ឯងគាត់នៅមិនស្ងៀមគាត់ hyper គាត់ impulsive ផ្សេងចំណែក autism គឺការផ្ដោតអារម្មណ៍របស់គាត់ទៅលើអាកប្បកិរិយាគឺពិបាកអញ្ចឹងដើម្បីជួយ ADHD ហើយនិង autism យើងអាចថា autism ពេលដែលគេបង្រៀនគាត់ពេលដែលគេចង់ជួយគាត់គឺគេផ្ដោតទៅលើការព្យាបាលឬក៏ការគោះនៅព្យាបាលនៅអាកប្បកិរិយារបស់គាត់បណ្ដុះបណ្ដាលជំនាញសង្គមដល់គាត់ហើយគ្រប់គ្រងនៅតម្រូវការជាលក្ខណៈមួយសម្រាប់គាត់ចំណែក ADHD យើងតាមពេលខ្លះគេសឹងតែចូលទៅបើគាត់នៅពឹងពេកលោតពោងទៅហត់បានអង្គុយស្ងៀមហ្នឹងអញ្ចឹងក៏អត់ហត់ទេគឺអង្គុយអត់ស្ងៀមទេអញ្ចឹងសំខាន់អ្វីដែលត្រឹមត្រូវគឺយើងត្រូវទទួលការវិនិច្ឆ័យត្រឹមត្រូវពីអ្នកបច្ចេកទេសដែលមានជំនាញខាងសុខភាពផ្លូវចិត្តដើម្បីធានាបានថាយើងទទួលបាននៅការជួយសំរុំសំស្របណាមួយបាទយើងអាចថាព្យាបាលចុះប៉ុន្តែក៏យើងព្យាបាលដើម្បីជួយសម្រួលកាត់បន្ថយនៅបញ្ហារបស់ពួកគាត់